ដាំឆ្នាំចឹងឲ្យតែភ្លៀងម្ដងនិយាយថាសបាយដែររកក្តាមជាមួយប្អូនគឺជាកូនចឹងបងប្អូនអើយម្នាក់ចូលចិត្តមែនតើហើយជាពិសេសយកមកចំអិនជាម្ហូបដែលឈ្ងុយឆ្ងាញ់បានយ៉ាងច្រើនមុខតែម្ដងប្រហែលថ្ងៃមុនគាត់តែភ្លៀងមិនទាន់នឹងសាមដីស្រួលបួលផងប្រហែលអ្នកពូក្មួយគេនេះបងប្អូននិយាយថានាងខ្ញុំមិនទាន់បានចេញទៅដើររផងពួកគាត់បានម្នាក់មកសពាយបាត់សិតតែក្តាមល្អណាស់បងប្អូនហើយសិតតែខ្លាញ់ឡើងពេញស្នោកតែម្ដងហើយនិយាយថាយកមកបែងចែកសម្រាប់ធ្វើជាមុខម្ហូបច្រើនមុខបងប្អូនព្រោះអីក្តាមនៅលើទីផ្សារតម្លៃវិញរៀងថ្លៃគួរសមដែរបើយើងរកបានខ្លួនឯងអញ្ចឹងឆ្នៃបានច្រើនមុខមែនតើសិតតែមុខម្ហូបដែលឈ្ងុយឆ្ងាញ់អ្នកខ្លះដើររកកង្កែបនិងត្រីចំណែកអ្នកខ្លះទៀតដើររកក្តាមគឺជាចំណង់ចំណូលចិត្តរបស់គ្រួសារនេះខ្ញុំអ្នកស្រុកស្រែពិតតែម្ដងបងប្អូនហើយចូលចិត្តជីវភាពបែបនេះមែនតើហើយក្តាមគាត់តែភ្លឺឡើងយើងយកមកបកលាងសម្អាតដើម្បីយកមកឆាជាមួយនឹងខ្ទិះដូងនិងគ្រឿងក្រឹតដែលយើងមានស្រាប់នៅផ្ទះអញ្ចឹងចំពោះវិធីធ្វើវិញងាយចំណែករសជាតិវិញឈ្ងុយឆ្ងាញ់មែនតើដល់គ្រាន់តែដាក់ឆ្នាំងចាវយើងឲ្យក្តៅបន្តិចមកបងប្អូនដាក់ប្រេងរៀងក្តៅហើយដាក់ម្ទេសឆ្អើររបស់យើងដែលបានចិញ្ច្រាំរំលីងឲ្យឈ្ងុយហើយចាំដាក់គល់ស្លឹកគ្រៃរំដេងល្មៀតស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមរួមជាមួយនឹងម្ទេសពីរគ្រាប់ផងដែរកូរឲ្យឈ្ងុយបន្ថែមជាមួយនឹងទឹកក្បាលខ្ទិះរបស់យើងចូលមកហើយវាយគ្រឿងចូលអញ្ចឹងបងប្អូនមានទឹកត្រីទឹកស្អ៊ីវប៊ីចេងស្ករទឹកប្រេងខ្យងជាដើមកូរវាមកល្មមហើយយើងដាក់ក្តាមរបស់យើងចូលចំពោះក្តាមគឺយើងលាងសម្អាតជាមួយនឹងទឹកអំបិលក្រូចឆ្មាហើយយើងកាត់លាងសម្អាតស្នូកឲ្យស្អាតមកចាំយើងដាក់ឆាអញ្ចឹងណាឆាទៅ2 3ត្រឡប់ហ្នឹងនិយាយថាឡើងឈ្ងុយតែម្ដងបងប្អូនឆាត្រឡប់ចុះឡើង2 3ត្រឡប់ទៀតក៏បន្ថែមជាមួយនឹងទឹកខ្ទិះដូងរបស់យើងហើយទុកមករំពុះគឺជាការស្រេចរាល់ថ្ងៃទោះរវល់ជាមួយនឹងការងារធ្វើម្ហូបយ៉ាងណាឬក៏ការងារផ្សេងក៏មិនដែលភ្លេចជូតមុខជាមួយនឹងសម្លេចជូតមុខអេសាដែរជូតមុខជាមួយនឹងសម្លេចជូតមុខអេសាមួយថ្ងៃ2 ដងជួយផ្ដល់សំណើមដល់ស្បែកមុខជាពិសេសជួយព្យាបាលបញ្ហាមុខមុនគ្រប់ប្រភេទតែម្ដងមិនថាមុខមានកន្ទួលស្បែកស្ងួតមានអាឡែកស៊ីជាំអាចរុយជាពិសេសមុនខ្ទុះមុនអង្កាមជាដាច់ 100% តែម្ដងបន្ទាប់ពីជូតមុខជាមួយនឹងសម្លេចជូតមុខអេសាហើយបានប្រើជាមួយនឹងសានខែទៀតកាន់តែល្អប្រសើរបងប្អូនដោយសារតែសានខែជារបាំងការពារស្បែកមុខនិងការពារពន្លឺព្រះអាទិត្យគឺជាពន្លឺទូរស័ព្ទពន្លឺទូរទស្សន៍និងពន្លឺ LED មិនត្រឹមតែប៉ុណ្ណោះជួយការពារជាតិពុលពីបរិយាកាសនិងជួយការពារទុកជាតិខ្លាញ់បានល្អមែនទែនទាំងពីរមុខនេះជាផលិតផលរបស់ក្រុមហ៊ុនចែសោភីផ្សារធម្មជាតិ24បងប្អូនអាចរកទិញបានតាមតូបតាមផ្សារតាមអសតស្ថាននានាកន្លែងលក់គ្រឿងក្រអូបម៉ាតនិងផ្សារទំនើប25ខេត្តក្រុងឬតំណតាមផេកផ្សារធម្មជាតិ24បន្ទាប់ពីបន្ថែមខ្ទិះដូងហើយគឺយើងឆាតាមត្រឡប់2ត្រឡប់ទៀតបានហើយកុំឲ្យសងាមអញ្ចឹងបងប្អូននិយាយថាមួយមុខនេះឈ្ងុយមែនតើបងប្អូនហើយក្តាមពិតមែនប៉ុន្តែបាយវិញដឹងអាកោសឆ្នាំងឡើងលិតដៃឯណោះមួយមុខនេះសម្បូរទៅដោយខ្លាញ់ហើយជាមួយនឹងខ្ទិះដូងរបស់យើងនិយាយថាត្រូវគ្នាមែនតើឲ្យតែមានភ្លៀងដើមឆ្នាំសម្រាប់គ្រួសារនាងខ្ញុំញ៉ាំមិនចេះចិនណាយទេបងប្អូនយើងឆ្នៃធ្វើជាមុខម្ហូបផ្សេងអំពីក្តាមហ្នឹងបានជាច្រើនមុខមែនតើហើយមួយមុខណាក៏ឆ្ងាញ់ដែរជាមួយនឹងបន្លែធម្មជាតិដែលយើងដាំនៅកន្លងជុំវិញផ្ទះដោយផ្ទាល់ដៃហ្នឹងនិយាយថាកាន់តែត្រូវគ្នាថែមទៀតឲ្យតែមានបងប្អូនក្តាមប្រមាណក៏មិនសល់ដែរបែងចែកឆ្នៃជាមុខម្ហូបយ៉ាងច្រើនមុខហើយមួយមុខណាក៏ឆ្ងាញ់ដែរឲ្យតែយើងចេះកែច្នៃវាអញ្ចឹងណាចំពោះគ្រួសារនេះខ្ញុំឲ្យតែភ្លៀងដើមឆ្នាំម្ដងចូលចិត្តដើររមែនតើហើយអត់ពិបាករកទេបងប្អូនឲ្យតែភ្លៀងលិចភ្លឺស្រែហ្នឹងគឺវាចេញពីរុនមកឯងហើយសម្បូរទៅដោយខ្លាញ់សម្បូរទៅដោយពងរដូវភ្លៀងសម្បូរក្តាមកុំភ្លេចឆ្នៃធ្វើជាមុខម្ហូបដែលនេះខ្ញុំបានបង្ហាញមួយមុខណាក៏ឆ្ងាញ់ដែរបងប្អូនទាំងអស់គ្នា